ấy tới chia từ khung gram tỏ à lời này nghe này pu từ khung tranh một thơ video và chạy chun phục mai học mà đòn tiết của video rừng từ khung gram nhom vậy thằng bà rồi video này không page nhom bà rồi video nhom vậy tăng bà rồi vậy từ khung gram nó sót rực clang clang mẹ nhom che đằng ấy ná này bàn tay dương miền bọt bị sát chất mà page năm hai để tôi cho mình từ khung hai từ khung gram ní chỉ bằng nhà hàng mua để bị bạc đọt dài đấy thì mẹ bong bóng mà chỉ nói này quạt ọt toàn vô cho bạn thà từ khung gram nó chỉ ấy chẳng tỏ ngày nay nhom clay cái video ní nhom tranh mà vừa bong bóng khơi nơi non keo ní nhom tư tại đọ tranh pi tu từ cọ màu tế tư tại đọ tranh pi tu từ cọ thế này vì làng gram nó về để nhom đã tu từ cọ tới vì làng gram khơi bong bóng cầm ho và chạy cả tên môi chấm luôn bong bóng tên từ khung từ hai đã tu từ cọ cũng đã bong bóng tục đôi nhom trẻ tục tăng trong thom mà đam nó cũng đã tu từ co bắt bong con hiệp của tức múm tới ca nơi xây tận hiệp mũi xóm sọp đã ao vì nơi thom mà đa chẳng từ của tất cả na về thời chế về đường prai pro bị riêu tới chỉ khap bờ mình khap tế về đường làng gram và tay gram khap nó mệt tha là bong nó prai cả để prai cả ban thom mà đaแต่ bắt bong con hiệp mà pay sam sắp rồi chẳng á hai bà thời cái đá của bắt bong con hiệp đẹp phụ về thời cái đá thầmนั้นlà bong về thời tức múm thời cái đá về lì việc plak bắt đầu sẽ thành hiệp bảo vệ tiền chẳng tục nó sẽ thành hiệp thom mà đa nó lơ vỏ kéo nhưng ban này nom chun hơi bong ổ và phê tức múm đom cả số và phê tức múm bong ổ và phê tức múm đom cả số bà con một mẹ bí nhưng đã than nè thế là xa tục nó sẽ thành hiệp mà phê từ xa sập ăn xa hai tức múm mẹ bí nó bong ổ tinh mình bạch bị sót còn đằng là sọt đá phục miên cá chọn bạch chi ca trầm trứ miênប្រភពច្បាស់លាស់មានទីតាំងច្បាស់លាស់មានលីសាធាតុអីចូលទេមានការចុះបញ្ជីការត្រួតពិនិត្យត្រឹមត្រូវមានកសិដ្ឋានខ្លួនឯងមានទីតាំងច្បាស់លាស់តោះបងប្អូនយើងមកនិយាយរឿងទឹកឃ្មុំក្រាមអីជាទឹកឃ្មុំក្រាមទឹកឃ្មុំក្រាមហេតុអីបានទឹកឃ្មុំនោះវាឡើងក្រាមបងប្អូននិយាយដល់ខ្លីដែលងាយយល់ទឹកឃ្មុំឡើងក្រាមវាអាស្រ័យទៅលើប្រភេទទឹកដមនីមួយតោះណាស្ដាប់ខ្ញុំឲ្យតន់ពីនេះទឹកឃ្មុំឡើងក្រាមអាស្រ័យទៅលើប្រភេទទឹកដមនីមួយប្រភេទទឹកឃ្មុំដែលងាយឡើងក្រាមទី1ពិសេសខ្លាំងជាងគេទឹកឃ្មុំប្រភេទដមកៅស៊ូអីគេដមកៅស៊ូគឺជាទឹកឃ្មុំដែលដាក់នៅក្នុងចំការកៅស៊ូទទួលបានទឹកដមចេញពីចំការកៅស៊ូអញ្ចឹងវានឹងងាយឡើងក្រាម 100% ទឹកឃ្មុំប្រភេទហ្នឹងណាលក្ខណៈពិសេសរបស់ទឹកឃ្មុំដមកៅស៊ូវាមាន3ខ្ញុំជម្រាបជូន3ទី1វាអាចឡើងក្រាមទី2មានរ៉ែនឹងការសងពោះទី3ជំនួយដល់អកមុនដំណេកពុកម៉ែបងប្អូនដែលមានបញ្ហាដំណេកកុំភ្លេចទឹកឃ្មុំប្រភេទដមកៅស៊ូទឹកឃ្មុំខ្មែរ B យើងនេះប្រភេទទឹកដមកៅស៊ូជួយដល់ដំណេកញ៉ាំទៅមួយគេងហ្មងគេងលក់ស្រួលទៀតអាហ្នឹងតែប៉ះប៉ះសុខភាពទេទឹកឃ្មុំបងប្អូនទឹកឃ្មុំប្រភេទដមកៅស៊ូនៅលើសបកកែវបងប្អូនមួយទៀតទិញទឹកឃ្មុំទៅកុំភ្លេចមើលលើសបកកែវឬក៏លើបានដឹកជូនអីយើងមានជូនយើងមានប្រាប់ណាលើបានដឹកជូនក៏យើងមានប្រាប់ដែរថាទឹកឃ្មុំប្រភេទដមកៅស៊ូអាចឡើងក្រាមនៅពេលដែលពុកបងប្អូនដាក់ទូទឹកកកដាក់ក្រៅទូទឹកកកក៏វាឡើងដែរប៉ុន្តែយូរខែឆ្នាំដាក់ទូទឹកកកឆាប់ឡើងនៅលើសបកកែវបើសិនជាទឹកឃ្មុំក្រាមជាទឹកឃ្មុំខ្លាំងៗអ្នកលក់ទឹកឃ្មុំគេអត់ប្រាប់យើងទេគេលាក់យើងហើយអញ្ចឹងបងប្អូនត្រូវដឹងណាកុំលឺតាមគេបងប្អូនត្រូវសាកសួរឃើញទឹកឃ្មុំឡើងក្រាមឆាតមកសួរអ្នកលក់មកថាអូនទឹកឃ្មុំនេះហេតុអីបានវាឡើងអញ្ចឹងកុំឲ្យមានការយល់ច្រឡំកាន់តែឆ្ងាយវែងឆ្ងាយទៀតមកគេដោះស្រាយជូនមកពូទឹកឃ្មុំដោះស្រាយជូនថាទឹកឃ្មុំនោះវាចេះបងប្អូនបងបានឡើងក្រាមទឹកឃ្មុំឡើងក្រាមវាជាប្រភេទទឹកឃ្មុំឆៅបងប្អូនចំណាំឲ្យទឹកឃ្មុំឆៅងាយឡើងក្រាមបំផុតហើយឡើងក្រាមមិនមែនឡើងតែរបស់ខ្ញុំទេណាគ្រប់ឃ្មុំទាំងអស់ទូទាំងពិភពលោកគឺឡើងដូចគ្នាមិនមែនឡើងតែខ្ញុំទេទូទាំងពិភពលោកបងប្អូនដែលឆ្ងល់បងប្អូនខ្លះដែលឆ្ងល់ថាហេតុអីបានទិញទឹកឃ្មុំមកចិត្តតែខុសទិញអាផ្លិតពីបកងពីអីមកច្បាច់ខ្លួនឯងឲ្យដាក់ទូទឹកកកឬក៏ទុកចោលយូរទៅឡើងក្រាមអានោះឯងវាជាធម្មជាតិរបស់ទឹកឃ្មុំប្រភេទទឹកឃ្មុំដែលងាយឡើងក្រាមពិសេសប្រភេទទឹកឃ្មុំដមកៅស៊ូចេញពីចការកៅស៊ូចការអាកាសចាចការស្វាយចការតឡងអីគឺអាចឡើងក្រាម 100% ប្រភេទទឹកដមកៅស៊ូនេះ 100% 1លាន%, 10000% គឺឡើងក្រាមនៅពេលដែលបងប្អូនដាក់ទូទឹកកកនេះខ្ញុំដាក់ទូទឹកកកហ្នឹងដាក់ដើម្បីឲ្យបងប្អូនដឹងថាវាឡើងក្រាមបែបណាតែញ៉ាំខ្ញុំញ៉ាំបានធម្មតាខ្ញុំប្រើដោយសារខ្ញុំយកដាក់តាមខ្លួនវាអត់រលាក់ហើយឡើងក្រាមវាមានពីរប្រភេទមួយប្រភេទសមួយកណាត់ក្រមួយកណាត់លើរាងខ្មៅរាងថ្លាដូចខ្លាញ់ជ្រូកអាប្រភេទទៀតសពេញមួយកែវហ្មងអាហ្នឹងចឹងណាបងប្អូនដែលជួបខមមិនមកទឹកឃ្មុំនឹងប្រើបានធម្មតាអត់មានប៉ះពាល់សុខភាពអីទេធានាដាក់អាយុជីវិតណាបងប្អូនហើយទឹកឃ្មុំក្រាមវាមានសន្តានបែបនេះឃើញទេនៅពេលដែលយើងដាក់ទូទឹកកកទៅអានេះខ្ញុំយកចេញមកឲ្យជាកន្លះម៉ោងដាក់ទូទឹកកកទៅវានឹងឡើងបែបនេះឃើញទេឃើញបងប្អូននេះដាក់ទូទឹកកកទៅវាឡើងបែបហ្នឹងវាឡើងខាប់បើវាមិនក្រាមខាប់ដែរម៉ត់ដូចស្ករអញ្ចឹងបងប្អូនថាខ្លះថាអូអានឹងខ្លាំងខ្លាយអានឹងមែន
men sọt tê bóng bóng anh nâng thưa mà anh nâng thò mà chết bọc tức không cram và phê tức đom cái số này khơi nhận men khanh khai tiết á trong bóng ôn na class để khơi lang chẳng hay bỏ chào bóng ôn na class để khơi lang chẳng hay bỏ cháo tha ọt sọt comment màu chanh mọc màu chẳng ngay này pu tức không chanh mọc prap hái mình men tức không khai khai tế chia tức không sọt thò mà đà chia tức không chào bóng ôn tức không cram chia sẻ nhà là nhưng prap á nèตึกมุมเช้าตึกมุมลางกรามเชี่ยสัญญาตึกมุมสดหายเชี่ยสัญญาตึกมุมเช้าเชี่ยทอมมาเชี่ยบอตึกมุมเตะมันแม้นเนี่ยลุกอดกายชนะด่านี่ด่านุปัวตึกมุมกะสถานเกมียนเฉยในเกจะไปทะเลไอ้ให้บัสซันจิเลียสก็เหมือนโลตะไหลทูไทยจูนองโอนเตะเหมือนโลตะไหลมวยเดซัมรมจูนเตะกิโลตะไหลใครก็ประปกเดซ่าเกเธอจะไหนลุยติงสกอร์ยังมาด่าเตียดอย่างนั้นใหญ่เลยนี่นะเกเธอจะไหนลุยติงสกอร์ยังมาด่าเตียดจังสกอร์มากระโลมาน้องพ้นดังไงเกิดมือเด้chẳng dương ở ai bằng plan cây mộtក្រុមហ៊ុនដែលការលាយនេះលាយនោះក្នុងទឹកឃ្មុំហើយយកលក់ជូនបងប្អូនណាប៉ះពាល់សុខភាពហើយយើងក៏មានសជីវធម៌វិជ្ជាជីវៈរបស់យើងត្រឹមត្រូវដែរអញ្ចឹងទឹកឃ្មុំក្រាមជាសញ្ញាទឹកឃ្មុំសុទ្ធហើយជាសញ្ញាទឹកឃ្មុំឆៅបងប្អូនឃើញនេះនេះទឹកឃ្មុំក្រាមហ្នឹងអាហ្នឹងទឹកឃ្មុំក្រាមឲ្យដឹងប្រើបានធម្មតាអត់មានប៉ះពាល់សុខភាពអីទេដូចស្ករសយ៉ាងម៉ត់វាជាធម្មជាតិរបស់វាហើយក្លិនវាក្លិនទឹកឃ្មុំក៏ប្រែប្រួលទៅតាមពេលវេលាចឹងដែរក្លិនដូចស្ករយ៉ាងនេះទឹកឃ្មុំមួយទៀតបងប្អូនថាតើដឹងថាទឹកឃ្មុំក៏អាចឡើងក្រាមដែរ 100% ឡើងក្រាមដូចស្ករអញ្ចឹងទី2វាខុសគ្នាទាំងពណ៌ទាំងក្លិនទាំងរសជាតិទៅតាមប្រភេទទឹកដមនីមួយទឹកដមទឹកឃ្មុំវាអត់អាចក្លិនដូចគ្នាទេណាដាក់ក្នុងចំការគោក្លិនផ្សេងចំការកស៊ូក្លិនផ្សេងចំការមានក្លិនផ្សេងឃ្មុំព្រៃចម្រុះក្លិនផ្សេងអញ្ចឹងយើងអាច compare គ្នាប្រៀបធៀបគ្នាបានទេអញ្ចឹងត្រូវចំណាំរឿងហ្នឹងទឹកឃ្មុំឆៅអាចឡើងក្រាម 100% ទឹកឃ្មុំខុសគ្នាទាំងពណ៌ទាំងក្លិនទាំងរសជាតិប្រើបានធម្មតាអត់មានប៉ះពាល់សុខភាពអីទេពូទឹកឃ្មុំនៅទីនេះអញ្ចឹងបងប្អូនយល់ច្បាស់ណាអានេះទឹកឃ្មុំអត់ក្រាមនេះបងប្អូនខ្ញុំចាក់ឲ្យមើលណាវាអត់តន់ឡើងក្រាមមិនមែនអត់ក្រាមទេអត់តន់ឡើងក្រាមតែខ្ញុំដាក់ទូទឹកកកទៅវាឡើងក្រាមដូចគ្នាហ្នឹងអញ្ចឹងបងប្អូនច្បាស់ហើយឈ្ងុយឆ្ងាញ់ច្បាស់ហើយអត់មានអីទៀតទេបងប្អូនមានបញ្ហាសំណួរតាក់ទងរឿងទឹកឃ្មុំឡើងក្រាមមិនឡើងក្រាមឃើញទឹកឃ្មុំឡើងក្រាមអីអាចឆាតមកសួរពូទឹកឃ្មុំក្រុមការងារមកឆាតមកសួរមកយើងដោះស្រាយជូនយើងជម្រាបជូន